បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំរោងបាទរាសីសម្រាប់ខែធ្នូនេះខែ12នេះយើងឃើញថាសម្រាប់បងប្អូនដែលមានបាទអាជីពឬក៏មុខរបរជាបុគ្គលិកដែលបម្រើការងារតាមស្ថាប័នតាមក្រុមហ៊ុននានាបាទអង្គភាពនានានឹងមានឱកាសបាទទទួលបានរឿងល្អទទួលបានការជួយជ្រោមជ្រែងបាទជួយជ្រោមជ្រែងណាអាចនឹងមានឱកាសឡើងឋានៈបាទដោយសារមានគេជួយហើយតាក់ទងជាមួយនឹងការងារផ្សេងនៅក្នុងការបំពេញកិច្ចការរបស់ខ្លួនហ្នឹងណាអ្នកកើតឆ្នាំរោងហ្នឹងមានប្រាជ្ញាឆ្លាតវាងវៃបាទឆាប់ចេះឆាប់ចាំឆាប់ចាប់បានដោះស្រាយបញ្ហាបានបាទអញ្ចឹងគេឃើញគេឡើងគេឲ្យឡើងតំណែងឡើងប្រាក់ខែបាទសម្រាប់ឆ្នាំរោងដែរប៉ុន្តែបងប្អូនដែលជាអ្នករស់ស៊ីបាទជាមុខរបររស់ស៊ីខ្លួនឯងឬក៏ខ្លួនឯងដែរតែយើងមានកូនចៅណាមានអ្នកក្រុមប្រកបឬក៏ជាម្ចាស់សហគ្រិនសហគ្រាសអីផ្សេងណានៅក្នុងខែនេះសម្បូរគំនិតថ្មីបាទគិតឃើញរឿងល្អមានគំនិតរស់ស៊ីបន្ថែមទៀតណាអញ្ចឹងបើយើងគិតឃើញអីថ្មីយើងធ្វើយើងអត់អង្គុយចាំទេតែចាំវាទៅផុតដែរអញ្ចឹងពេលនឹកឃើញអីភ្លាមដែលតែគិតថាល្អធ្វើហើយបើឃើញខ្វះខាតកន្លែងណាអត់ល្អកន្លែងណាឆ្នៃរៀនសូត្រពីវាហើយធ្វើបន្តទៀតប៉ុន្តែអីដែលត្រូវប្រុងប្រយ័ត្នបាទកុំដើរផ្លូវកាត់បាទកុំទៅផ្លូវកាត់ទៅលឿនប៉ុន្តែអត់មានស្ថិរភាពទេណាជំរាបជូនបងប្អូនឲ្យដឹងកន្លែងហ្នឹងបន្ថែមពីលើនេះសម្រាប់បងប្អូនដែលចង់ទទួលបានតាក់ទងជាមួយនឹងចំណេះដឹងហុងស៊ុយល្អប្រចាំថ្ងៃអាចចូលក្នុងក្រុម Telegram បានដែលស្ថិតនៅខាងលើនេះខាងលើវីដេអូហ្នឹងក្រោម profile TikTok បាទបងប្អូនចូលមើលទៅក្រោម profile TikTok ណាឬក៏សម្រាប់បងប្អូនដែលមើលតាម Facebook អាចចូលតាម link Telegram ដែលស្ថិតនៅលើ caption របស់វីដេអូនេះបានបាទក្នុងនេះក៏បងប្អូនអាចទាញយកបាទក្នុងក្រុម Telegram ហ្នឹងណាអាចទាញយកសភៅដែលសរសេរពីការព្យាករណ៍របស់សត្វទាំង12នៅក្នុងខែធ្នូហ្នឹងវាមានច្រើនជាងអ្វីដែលខ្ញុំបកស្រាយហ្នឹងទៀតវាមានចំណុចផ្សេងទៀតអញ្ចឹងបងប្អូនអាចទាញយកទៅមើលទៅប្រើការបានណាហើយចុងក្រោយកុំភ្លេច like បាទ share វីដេអូនេះហើយ follow បាទ account TikTok និង Facebook បាទហើយកុំភ្លេចរងចាំជួបគ្នានៅឆ្នាំម្សាញ់បន្តទៀតណាបងប្អូនអរគុណច្រើន